សូមគោរពជំរាបសួរដល់បងប្អូនយើងនៅគ្រប់ទិសទីទាំងអស់ចាថ្ងៃនេះខ្ញុំបានមកចូលរួមក្នុងពិធីបិណ្ឌកឋិននៅវត្តសាសនាសាមគ្គីរាំងសីអូត្រាវចានៅខ្មែរក្រមនៅខេត្តប្រតាប់ងយើងនៅក្នុងឱកាសវេលាពេលនេះមានអង្គកឋិនបាននឹងហែចូលមកជាបន្តហើយចាអលំបាទជាងតែដំណើរបន្តិចម្ដងនៃអង្គកឋិនទាយកនាមថៃទាយិកានាមយន្តឈានចូលមកដល់រោងកសែវត្តសាសនាសាមគ្គីរាំងសីអូត្រាវរបស់ផងយើងអីចាយោបាទជាងតែសំណងអរគុណទៅដល់នៅវត្តសាសនាសាមគ្គីរាំងសីអូត្រាវយើងអរគុណដំណឹងទៅដល់មានអង្គកឋិនយើងទាំងអស់គឺតាត្រៃបរិខាគឺតាយកចូលទៅក្នុងសាលាទានរបស់ផងយើងបន្តិចសិនហើយប្រកាសអ្វីផ្សេងជាដើមគឺតាសូមអញ្ជើញយកឡើងទៅដាក់នៅក្នុងសាលាទានរបស់ផងយើងដើម្បីឲ្យមានជាសិលធម៌រដូវហ្នឹងគឺរដូវបិណ្ឌកឋិនហ្នឹងយើងឃើញថាមានស្រីលោកយាយលោកតាព្រមទាំងនារីក្មេងស្លៀកប្រាក់សម្លៀកបំពាក់ខ្មែរយើងនឹងប្រពៃណីខ្មែរយើងឃើញថាមានស្អាតមានជាច្រើនចាហើយនៅបកានឹងត្រៃដែលបង្ហាញចូលមកម៉ៃនឹងយើងរៀបចាំយកមកដាក់លើខាងកណ្ដុងនឹងសិនដូចជាគ្រប់បន្តិចទៀតបានគណៈកម្មការយើងគ្រូបង្រៀនជាដើមយើងបានចូលមកជួយរៀបចំក្នុងវត្តរៀបនឹងហែវិញប្រវត្តិវិញចាហើយជាពិសេសផងដែរមានបងប្អូននៅឯកម្ពុជាគាត់បានអញ្ជើញមកជាច្រើននឹងបងគាត់នៅខាងកម្ពុជានៅខាងភ្នំពេញបងប្អូនគាត់បានអញ្ជើញមកដង្ហែទឹកខិននៅខ្មែរក្រមយើងដង្ហែចូលវត្តសាសនាសាមគ្គីរាំងសីអូត្រាវយើងចាជំរាបសួរលោកអាចារ្យសុខសប្បាយចានៅឡៃចានៅចាអរគុណចាអរគុណចាច្រើនគ្នាមកចូលត្រង់នេះចាអរគុណច្រើនកាន់ជើញហុកបាយហើយមកបន្តិចទៀតបាននឹងហែជុំវិញប្រវត្តិខ្ញុំមកថតកលែងហូបបាយឲ្យបងប្អូនយើងឃើញបន្តិចនឹងបងប្អូននៅកម្ពុជាគាត់បានអញ្ជើញមកនៅគាត់បានអញ្ជើញមកចូលរួមដង្ហែបិណ្ឌកឋិននៅឯកម្ពុជាក្រមនៅខ្មែរក្រមយើងចាសុខសប្បាយទាំងអស់គ្នាបងអើយបានកម្មវិធីឲ្យយើងរៀបចំគួរដល់ហេតុបតាសិទ្ធិជុំរងចូលទៅបាយអស់ចាមិនតាមដឹងហើយចាំខ្ញុំដើរថតបន្តិចមកថតបងស្រីខ្មែរបន្តិចស្អាតបន្តិចមើលសូមប្រាប់ទៅដល់បងប្អូនថាអង្គកឋិនបាននឹងហែចូលមកជាបន្តនឹងគឺថាមិនថនអស់ទេបន្តិចទៀតបានមានអង្គកឋិនផ្សេងនឹងហែចូលមកទៀតពេលនៅក្នុងឱកាសរងចាំនឹងខ្ញុំប្រហែលជាបិទឡាយបន្តិចសិនហើយចាំដល់ពេលដង្ហែខ្ញុំចាំថតឲ្យបងប្អូនយើងបានឃើញទៀតចានឹងក្នុងទីធ្លាក្នុងបរិវេណវត្តសាសនាសាមគ្គីរាំងសីអូត្រាវយើងចាសូមអរគុណសូមជម្រាបលាសិនចាសន្យាជួបបន្តិចទៀត